bằng cách ban phò hai phần tài chỉnh chấm ắt thông bà chấm yu tức bắt con trai tiệt bà mơ video này nhom đang chạy đồng lệ bật bị sau rồi yu năm rồi bọc nhom chun bóng ôn đòi mình cất lại nữa tệ để dây lên nhé bóng ôn ơi mình yu năm mà anh tê chập đào mình chấm sụp ní tôi chỉ tung năm pipoan đập bóng bay đập bóng vốn thế bóng ôn bà thầy complete chui like chui share video và cho comment phong và ở trong ban ấy trong ban tại yu ấy vậy tròn bóng ôn bây giờ chấm con trai thông lụt lo ban là on nó cứ mình vlog smart nha bóng ônฉลองកាត់ដំណាក់កាលសំខាន់រួចរាល់ហើយគឺការបង្កើតគៀបពងបានកូនបាទអញ្ចឹងចំណុចដែលសំខាន់គឺចំណីបាទសំខាន់ទី1ចំណីគឺត្រូវតែជាចំណីរស់បាទគឺចៃក្រហមនឹងឯងបងប្អូនបាទគឺខ្ញុំប្រើជាប្រចាំតែម្ដងគឺចៃក្រហមបាទហើយបងប្អូនអាចប្រើជំរើសផ្សេងគឺអាទីមៀភ្ញាស់បាទបងប្អូនអាចតាក់ទងជាមួយហាងលក់ត្រីក្រឹមលក់សម្ភារៈត្រីក្រឹមធំគាត់មានហើយបងប្អូនប្រឹក្សាជាមួយគាត់ទៅអំពីការប្រើប្រាស់ចំពោះតម្លៃអីវាតាម brand តាមម៉ាកវាអញ្ចឹងណាបងប្អូនចំពោះការប្រើប្រាស់ចំណីគឺមួយថ្ងៃ3ដងបាទបើសិនជាបងប្អូនមានពេលព្រឹកម្ដងពេលថ្ងៃម្ដងពេលរសៀលម្ដងបាទហាមកុំដាក់ពេលយប់អានេះខ្ញុំដឹងពីរៀមច្បងទេគឺថាដូចយើងហូបបាយពេលយប់អញ្ចឹងដោះក្បាលពោះបាទដូចគ្នាអញ្ចឹងបើសិនជាអត់ពេលមួយថ្ងៃម្ដង2ដងតាមជាក់ស្ដែងអញ្ចឹងយើងលៃលោកថាមកធ្វើម៉េចមកឆ្អែតឲ្យសល់បន្តិចឃើញកូនត្រីរបស់យើងប៉ោងពោះក៏ពីងហើយសល់នៅធុងតិចមកអែបងប្អូនធានាថានឹងឆាប់ធំតែម្ដងចំណុចទី2គឺកន្លែងចិញ្ចឹមបាទកុំឲ្យយល់ច្រឡំដូចខ្ញុំបងប្អូនពេលខ្លះខ្ញុំគិតថាមកសម្បុកដាក់ក្នុងធុងពេត្រូមួយបានដល់ធំខ្ញុំធ្លាប់ធ្វើបងប្អូនបាទមកសម្បុកខ្ញុំដាក់ក្នុងកណ្ដុង10លីត្រមួយអាកណ្ដុងស្ករយើងហ្នឹងបាទសល់បងប្អូនសល់មកកធុងហ្នឹងសល់2គ្រាប់មួយគ្រាប់បាទនេះជាការយល់ខុសរបស់ខ្ញុំហើយខ្ញុំនឹកឃើញសម្ដីបងនៅបាត់ដំបងខ្ញុំធ្លាប់និយាយជាមួយគាត់ថាខ្ញុំធ្វើចឹងបានអត់គាត់ថាអត់កើតទេបងប្អូនអត់កើតទេបាទខ្ញុំអត់ជឿគាត់ថាខ្ញុំសាកបាទអំបិលពិតប្រកបមែនបងប្អូនអញ្ចឹងហើយតាមបទពិសោធន៍បាទជាយូរឆ្នាំរបស់ខ្ញុំបាទมันមានអ្នកណាប្រាប់បងប្អូនអញ្ចឹងទេបងប្អូនអើយកុំភ្លេចចុច like ចុច share មួយណាបងប្អូនណាបាទនិយាយលេងទេគឺជាការយល់ខុសបងប្អូនកន្លែងចិញ្ចឹមគឺសំខាន់បាទសំខាន់ខ្លាំងបងប្អូនអាចស្ទើរចំណីបើសិនជាកន្លែងចិញ្ចឹមបងប្អូនធំទលាយវាអាចនឹងធំបានខ្លះដែរតែបើសិនជាចំណីបងប្អូនច្រើនដាក់មកប៉ោងពោះរងហើយប៉ុន្តែកន្លែងចិញ្ចឹមជាអៀតបាទ99.99 គឺមិនធំនោះទេវាធំដែរថា100ធំ10ធំ5បាទធំធ្វើអីអញ្ចឹងហ៎យើងចាក់ចោលអស់90គ្រាប់ហើយហ្នឹងយើងធ្វើបានតែ10គ្រាប់ហ្នឹងអញ្ចឹងណាយល់សរុបមកគឺមានតែពីរចំណុចសំខាន់ទេទី1គឺចំណីគឺត្រូវតែមានបងប្អូនបាទយើងទៅហូបបាយត្រីទៅស៊ីចៃបាទអាតមីបាទអញ្ចឹងចំណុចទី1បងប្អូនត្រូវតែមានចំណុចទី2បងប្អូនអាចលេខលោកតាមចាស់ស្ដាយដូចបងប្អូនបានឃើញអញ្ចឹងខ្ញុំគឺអ្នកបង្កាត់នៅលើដំបូលផ្ទះអញ្ចឹងឧបករណ៍ដែលខ្ញុំប្រើជាទូទៅគឺធុងជ័រឡាំងស្នោហើយនឹងអាងតង់នេះខ្ញុំទៅប្រើបានប្រហែលជាកន្លះឆ្នាំនេះទេអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំព្យាយាមបដូរទឹកបាទពីមួយដំណាក់កាលទៅមួយដំណាក់កាលហ្នឹងខ្ញុំចែកជាវគ្គវាបងប្អូនហើយខ្ញុំឃើញថាកូនត្រីវាលូតលាស់ជាងដែលយើងដាក់នៅកន្លែងដដែលបងប្អូនអញ្ចឹងបងប្អូនអាចបង្កាត់នៅក្នុងឡាំងស្នោដូចខ្ញុំបាទក្រោយៗមកនេះខ្ញុំប្រើឡាំងស្នោគឺខ្ញុំអាចទុកកូនត្រីនៅក្នុងឡាំងស្នោដល់អាយុ15ថ្ងៃបន្ទាប់មកខ្ញុំផ្ទេរវាបើសិនជាសល់តិចចូលអាធុង100លីត្របើសល់ច្រើនចូលអាធុងពងក្រពើ200លីត្របាទខ្ញុំទុកក្នុងធុងទី2ហ្នឹងអាច20ថ្ងៃបន្ទាប់ហើយខ្ញុំនឹងផ្ទេរពួកវាចូលមកក្នុងអាងចិញ្ចឹមរបស់ខ្ញុំតែម្ដងបើសិនជាបងប្អូនប្រើធុងសុទ្ធបងប្អូនបែកទៅបាទបើវានៅរៀងទូចអាចដាក់ផ្ដុំគ្នាសិនបានការតែយើងនៅឲ្យផ្ដុំគ្នាវាយើងស្រួលប្រើចំណីបងប្អូនយើងដាក់បរិយាច្រើនចំណីយើងត្រូវចាយច្រើនបើសិនជាបងប្អូនបបអត់អីទេដាក់ហូហៀទៅអត់អីទេដូចខ្ញុំនេះមករស់បាទថ្ងៃខ្លះបានប៉ុនមេជើងថ្ងៃខ្លះបានប៉ុនមេដៃអញ្ចឹងយើងត្រូវលៃលោកវាដែរអញ្ចឹងបងប្អូនហើយយ៉ាងហោចណាស់20ថ្ងៃដូរទឹកម្ដងទៅអាទូចហ្នឹងគឺដឹងតែលូតលាស់បានលឿនហ្មងបាទមានប៉ុណ្ណឹងអស់ហើយបាទអត់មានប្រួយទេនិយាយតាមនឹកឃើញអញ្ចឹងបើសិនជាបងប្អូនស្ដាប់ទៅមានចង្អល់បន្ថែមចូល comment នៅខាងក្រោមបាទកុំភ្លេចចុច like share វីដេអូខ្ញុំផងដើម្បីជាការលើកទឹកចិត្តអត់ចង់បានអីបងប្អូនចង់បានតែ view ទេបាទ
អរគុណបាទជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀត